សម្ដេចធិបតីនាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី48នៅកោះសេប៊ូសាធារណរដ្ឋហ្វីលីពីនក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី5ខែឧសភាឆ្នាំ2026នេះបានចេញនូវសេចក្តីប្រកាសព័ត៌មានដោយបានប្រកាសឲ្យដឹងថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី48ពីថ្ងៃទី7ដល់ថ្ងៃទី8ខែឧសភាឆ្នាំ2026នៅកោះសេប៊ូសាធារណរដ្ឋហ្វីលីពីនតបតាមការអញ្ជើញរបស់ឯកឧត្តម Ferdinand Rosales Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីននិងជាប្រធានអាស៊ានឆ្នាំ2026អញ្ជើញអមដំណើរសម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតរួមមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរួមជាមួយឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជានិងសមាគមអង្គការកម្ពុជាផងដែរក្រោមមូលបត្រដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នាកិច្ចប្រជុំកំពូលនឹងផ្ដល់ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ានដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាននិងមាគ៌ាឆ្ពោះទៅមុខដោយផ្ដោតលើទី1ការធានាសន្តិសុខធម្មពលក្នុងតំបន់និងភាពធន់ទី2ស្ថិរភាពសន្តិសុខស្បៀងទី3សុវត្ថិភាពនៃពលរដ្ឋអាស៊ានក៏ដូចជាការផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់និងអន្តរជាតិក្នុងគោលបំណងជំរុញអនាគតមួយប្រកបដោយសន្តិភាពវិបលភាពបរិយាបន្ននិងភាពធន់ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ានដើម្បីពង្រឹងបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការដែលផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមកនិងផលប្រយោជន៍រួម